សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំធ្វើ challenge មួយទៅជាមួយនឹងតោះទិញផលិតផលរបស់ខ្មែរដែលផលិតដោយកូនខ្មែរក៏ដូចជាប្រជាជនខ្មែររបស់យើងដែរពីព្រោះឥឡូវមានការគ្រប់គ្រងនៅផលិតផលខ្មែររបស់យើងហើយចាស់តែថ្ងៃនេះខ្ញុំមកអីអនមកសាន់សុកដើម្បីមកទ្រាំមើលផលិតផលខ្មែរចំនួន3មុខក្នុងការទិញទី1ខ្ញុំទៅរកបានឃើញពងមាន់នេះពងមាន់ដែលធ្វើនៅតែយកពីកសិកររបស់ខ្មែរយើងសិក្សា100%ហើយតើមកយើងបន្តដំណើរទៅរកមើលខាងមីឥឡូវយើងកំពុងតែរកមើលមីជាតិរបស់យើងគឺយើងមីជាតិយើងកំត្រឹមផលិតផលរបស់ខ្មែរយើងគឺខ្ញុំយកបានមីមួយកំប៉ុងអញ្ចឹងជាផលិតផលទី2ដែលខ្ញុំទិញបានថ្ងៃនេះហើយយើងនឹងបន្តដំណើរទៅបន្តទៀតដើម្បីរកមើលផលិតផលខ្មែរលើកទី3ហើយចំនួនទី3នេះគឺយើងទៅរកទឹកកលែនខ្ញុំរើបានទឹកកលែនមួយដបដែលជាផលិតផលក្នុងស្រុករបស់យើងហើយយើងធ្វើការកលុយទៅហើយជាចុងក្រោយចង់ឲ្យពុកម៉ែបងប្អូនក៏ដូចជាបងប្អូនជនរួមជាតិរបស់ខ្មែររបស់យើងចូលរួមលើកស្ទួយក្នុងវិស័យផលិតផលរបស់ខ្មែរយើងដែលផលិតដោយកូនខ្មែរបន្តដើម្បីលើកស្ទួយនៅផលិតផលក្នុងស្រុករបស់យើងកាន់តែរីកចម្រើនទៅមុខទៀតអរគុណច្រើន